ការតស៊ូជាទម្លាប់មួយហាត់ប្រាណមួយថ្ងៃមិនអាចធ្វើឲ្យយើងស្គមភ្លាមទេអានសៀវភៅមួយក្បាលក៏មិនអាចធ្វើឲ្យយើងខ្លាចជាអ្នកចេះដឹងបានដែរធ្វើអ្វីក៏ដោយមិនអាចធ្វើភ្លាមចេញលទ្ធផលភ្លាមនោះទេយកវាធ្វើជាទម្លាប់និងធ្វើវាជារៀងរាល់ថ្ងៃគម្លាតរវាងយើងនិងមនុស្សទូទៅគឺយើងធ្វើអ្វីមួយយកចិត្តទុកដាក់និងតស៊ូជាងគេ Visit Asia